សួស្តីខ្ញុំប្រៃអេនត្រេស៊ីនៅក្នុងមេរៀននេះខ្ញុំចង់ជួយអ្នកឲ្យទទួលបានជោគជ័យដែលគ្មានដែនកំណត់នៅក្នុងការលក់និងបង្កើតគោលដៅរយៈពេលវែងនៅក្នុងការវិភាគយុទ្ធសាស្ត្រនិងផែនការយុទ្ធសាស្ត្រអ្នកតែងតែចាប់ផ្ដើមជាមួយនឹងគោលដៅរយៈពេលខ្លីរយៈពេលមធ្យមនិងរយៈពេលវែងតើអ្នកនៅកន្លែងណាលើនេះតើអ្នកចង់ទៅដល់ណានៅពេលអនាគតតើអ្នកត្រូវធ្វើអ្វីពីចំណុចដែលអ្នកកំពុងតែនៅដើម្បីទៅដល់កន្លែងដែលអ្នកចង់ទៅមធ្យោបាយដ៏មានឥទ្ធិពលមួយដែលអាចជួយអ្នកគិតនិងធ្វើការសម្រេចចិត្តនោះគឺគំរូ GOSPA ដែលមកពីពាក្យថាគោលដៅគោលបំណងយុទ្ធសាស្ត្រផែនការនិងសកម្មភាពហើយនេះគឺជាវិធីសាស្ត្រក្នុងការវិភាគយុទ្ធសាស្ត្រនិងការវិនិច្ឆ័យស៊ីជម្រៅឥឡូវនេះគោលដៅរបស់អ្នកគឺជាផែនការរយៈពេលវែងនិងគឺជាលទ្ធផលដែលអ្នកចង់បានការបង្កើតគោលដៅរយៈពេលវែងគឺចាប់ផ្ដើមពីការសម្រេចចិត្តដ៏ជាក់លាក់ថាតើលុយប៉ុន្មានដែលអ្នកចង់បាននៅក្នុងឆ្នាំក្រោយនេះអ្នកអាចចាប់ផ្ដើមដោយការកំណត់នៅចំនួនសរុបនិងកាលបរិច្ឆេទដែលអ្នកចង់បាននិងបង្កើនឲ្យបានចន្លោះពី25ទៅ60%បើសិនជាអ្នកធ្លាប់រកចំណូលបាន$50,000ក្នុងមួយឆ្នាំចូលបង្កើតគោលដៅរកឲ្យបានពី$62,000ទៅ$77,000នៅក្នុងរយៈពេល12ខែនេះបើសិនជាអ្នកពិតជាមានមហិច្ឆតាអ្នកអាចបង្កើតគោលដៅឲ្យខ្ពស់ជាងនេះបន្ទាប់ពីអ្នកបានកំណត់ចំណូលប្រចាំឆ្នាំនិងបង្កើតគោលដៅលក់រួចហើយជំហានបន្ទាប់គឺត្រូវបំបែកគោលដៅឲ្យទៅជាខែសប្តាហ៍និងអាចជាថ្ងៃអ្នកលក់ខ្លះក៏បានបំបែកឲ្យទៅជាម៉ោងទៀតផងឧទាហរណ៍បើសិនជាអ្នកបង្កើតគោលដៅ$60,000ក្នុងមួយឆ្នាំនោះចំណូលប្រចាំខែរបស់អ្នកត្រូវតែ$5,000បើសិនជាមានគោលដៅ$5,000ក្នុងមួយខែនោះអ្នកត្រូវធ្វើការ50សប្តាហ៍ក្នុងមួយឆ្នាំមានន័យថាអ្នកត្រូវរកឲ្យបាន$1,200ក្នុងមួយសប្តាហ៍ឬ$240ក្នុងមួយថ្ងៃនិងធ្វើការ5ថ្ងៃក្នុងមួយសប្តាហ៍លំហាត់ចុងក្រោយនិងប្រហែលជាលំហាត់សំខាន់ជាងគេនៅក្នុងការកំណត់គោលដៅរយៈពេលវែងនោះគឺសម្រាប់ឲ្យអ្នកធ្វើការកំណត់ជាម៉ោងទៅទៀតតើអ្នកចង់បានត្រូវការចំណូលប៉ុន្មានក្នុងមួយម៉ោងដើម្បីសម្រេចបាននៅគោលដៅចំណូលប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំឆ្នាំរបស់អ្នកឧទាហរណ៍បើសិនជាគោលដៅរបស់អ្នកគឺ$60,000ហើយអ្នកចែកនឹង2,000ម៉ោងដែលនោះគឺស្មើនឹង250ថ្ងៃ8ម៉ោងក្នុងមួយថ្ងៃដែលជាមធ្យមភាគនៃថ្ងៃធ្វើការក្នុងមួយសប្តាហ៍អ្នកអាចរកឃើញចំណូលក្នុងមួយម៉ោងគឺ$30ចាប់ពីពេលនេះទៅបើអ្នកច្រឡំធ្វើអ្វីផ្សេងពីនេះអ្នកមិនទទួលបាន$30ក្នុងមួយថ្ងៃឡើយអ្នកដែលទទួលបានចំណូលខ្ពស់សុទ្ធតែបានគិតពីលក្ខខណ្ឌដែលជាលក្ខខណ្ឌធ្វើការក្នុងមួយម៉ោងហើយពួកគេបានកំណត់ថាក្នុងមួយម៉ោងត្រូវរកឲ្យបានប៉ុន្មានដូចដែលពួកគេចង់បានឥឡូវនេះគោលដៅការងារបន្ទាប់ដែលអ្នកត្រូវធ្វើដើម្បីសម្រេចឲ្យបាននៅគោលដៅរយៈពេលវែងនោះគឺគោលបំណងរបស់អ្នកដែលវាគឺជាផ្នែកទី2នៃគំរូ GOSPA ឧទាហរណ៍អ្នកត្រូវទូរស័ព្ទទៅរកអតិថិជនដើម្បីធ្វើការណាត់ជួបដែលអ្នកអាចឈានទៅរកការធ្វើបិទបង្ហាញហើយដើម្បីអាចបង្វែរទៅជាតួលេខលក់ដ៏ជាក់លាក់មួយតួលេខលក់ដ៏ពិតប្រាកដនឹងក្លាយទៅជាចំណូលដ៏ជាក់លាក់មួយរបស់អ្នកលើសពីនេះទៀតគោលបំណងទាំងឡាយរបស់អ្នកនឹងត្រូវធ្វើការកែលម្អចំណេះដឹងផលិតផលរបស់អ្នកកាន់តែល្អប្រសើរឡើងនិងជួយជំរុញសកម្មភាពលក់និងជំនាញគ្រប់គ្រងពេលវេលារបស់អ្នកទាំងនោះគឺជាគោលបំណងនៃការងារមូលដ្ឋានដែលជួយអ្នកឲ្យសម្រេចទៅតាមគោលដៅចំណូលរយៈពេលវែងរបស់អ្នកផ្អែកតាមការវិភាគយុទ្ធសាស្ត្រនិងការគិតពិចារណាដ៏ល្អិតល្អន់អ្នកអាចសម្រេចទៅតាមគោលបំណងដែលអ្នកបានបង្កើតឡើងវិធីសាស្ត្រមួយដ៏ល្អបំផុតនោះគឺការកំណត់នៅយុទ្ធសាស្ត្រដើម្បីសម្រេចនៅគោលបំណងដែលឆ្ពោះទៅរកគោលដៅរយៈពេលវែងរបស់អ្នកទី3គឺយុទ្ធសាស្ត្រដែលឲ្យអ្នកបង្កើតតារាងនៃសកម្មភាពផ្សេងៗដែលអ្នកអាចធ្វើឲ្យគោលដៅការងារមួយរបស់អ្នកសម្រេចទៅបានរៀបចំតារាងនោះទៅតាមលក្ខខណ្ឌនៃគុណតម្លៃនិងជាអាទិភាពធ្វើការសម្រេចចិត្តឲ្យច្បាស់លាស់ទៅលើអ្វីដែលអ្នកអាចធ្វើបានដើម្បីជំរុញការលក់ពី1ឲ្យទៅជាច្រើនឥឡូវនេះអក្សរបន្ទាប់នៃគំរូ GOSPA គឺ P ផែនការមួយត្រូវបានរៀបចំឡើងនៅក្នុងបញ្ជីសកម្មភាពដើម្បីសម្រេចទៅតាមយុទ្ធសាស្ត្រនៃផែនការរបស់អ្នកដែលបំពេញការងារបានល្អគឺសុទ្ធតែកើតចេញពីតារាងនេះពួកគេបន្តធ្វើជាអ្នកបង្កើតតារាងឡើងនេះប្រហែលជាឧបករណ៍ដ៏ល្អនៃការគ្រប់គ្រងពេលវេលាបានល្អបំផុតនោះគឺបញ្ជីនៃការត្រួតពិនិត្យដែលអ្នកបានបង្កើតដោយការសរសេរពីមួយជំហានទៅមួយជំហានដើម្បីឲ្យអ្នកអាចសម្រេចនៅគោលបំណងដើម្បីឆ្ពោះទៅសម្រេចបាននៅគោលដៅរយៈពេលវែងនៅពេលដែលអ្នកមានបញ្ជីសម្រាប់ត្រួតពិនិត្យរួចហើយនោះអ្នកនឹងធ្វើការជាមួយបញ្ជីនោះជារៀងរាល់ថ្ងៃបំពេញការងារនីមួយៗរហូតដល់គោលដៅធំត្រូវបានសម្រេចអក្សរចុងក្រោយគឺ A ដែលមានន័យថាសកម្មភាពទាំងនោះគឺជាសកម្មភាពប្រចាំថ្ងៃដែលអ្នកត្រូវបំពេញទៅតាមផែនការទៅតាមយុទ្ធសាស្ត្រសម្រេចតាមគោលបំណងនិងឈានទៅសម្រេចតាមគោលដៅអ្នកកាន់តែគិតអំពីសកម្មភាពមួយនៅក្នុងគំរូនេះ
អ្នកនឹងកាន់តែទទួលបានលទ្ធផលល្អហើយសម្រេចការងារបានលឿនជាងគេនេះហើយគឺជាច្បាប់គ្រប់នាទីទាំងអស់ដែលអ្នកធ្វើទៅតាមផែនការអ្នកចំណេញពេលដល់ទៅ10នាទីនៅក្នុងការធ្វើការឬក៏សម្រេចបានលទ្ធផលល្អវាហាក់បីដូចជាការពិបាកបន្តិចនៅក្នុងការអង្គុយនិងគិតអំពីវានៅពេលដែលអ្នកចាប់ផ្ដើមប៉ុន្តែបន្ទាប់មកវាជួយបង្កើនល្បឿននិងផ្ដល់មកវិញនូវផលចំណេញជា1000%។